កិច្ចសន្យាលក់ទិញ Sale contract. កិច្ចសន្យាលក់ទិញសំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាងហៅថាអ្នកលក់មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិឬសិទ្ធិផ្សេងទៀតលើទ្រព្យសម្បត្តិឲ្យទៅភាគីម្ខាងទៀតហៅថាអ្នកទិញហើយអ្នកទិញមានករណីយកិច្ចត្រូវចេញថ្លៃជាប្រាក់ឲ្យទៅអ្នកលក់កាដូឬកិច្ចសន្យាដូរ Exchange. កាដូត្រូវមានអានុភាពតាមការសន្យាដែលភាគីទាំងសងខាងធ្វើការផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិក្រៅពីប្រាក់ទៅវិញទៅមកប្រទានកម្ម Gift. ប្រទានកម្មសំដៅលើកិច្ចសន្យាមួយដែលត្រូវមានអានុភាពដោយភាគីម្ខាងបង្ហាញឆន្ទៈផ្ដល់ទៅឲ្យភាគីម្ខាងទៀតនៅទ្រព្យសម្បត្តិដោយមិនយកថ្លៃហើយភាគីម្ខាងទៀតយល់ព្រមទទួលការខ្ចីបរិភោគ Loan for consumption. ការខ្ចីបរិភោគសំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាងហៅថាអ្នកឲ្យខ្ចីមានករណីយកិច្ចប្រគល់ការប្រើប្រាស់ដោយសេរីនៅប្រាក់ស្បៀងអាហារឬវត្ថុជំនួសផ្សេងទៀតក្នុងអំឡុងពេលដែលមានកំណត់ឲ្យទៅភាគីម្ខាងទៀតហៅថាអ្នកខ្ចីហើយនៅក្រោយអំឡុងពេលនោះបានកន្លងផុតអ្នកខ្ចីមានករណីយកិច្ចសងទៅអ្នកឲ្យខ្ចីវិញនៅវត្ថុដែលមានប្រភេទគុណភាពនិងចំនួនស្មើគ្នានឹងវត្ថុដែលបានទទួលពីអ្នកឲ្យខ្ចីនោះភតិសន្យា Lease. ភតិសន្យាសំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាងឲ្យភាគីម្ខាងទៀតប្រើប្រាស់និងអាស្រ័យផលពីវត្ថុណាមួយដោយយកថ្លៃឈ្នួលវត្ថុដែលជាកម្មវត្ថុនៃភតិសន្យាមានចលនវត្ថុនិងអចលនវត្ថុកិច្ចសន្យាប្រវាស Profit sharing lease. កិច្ចសន្យាប្រវាសជាកិច្ចសន្យាដែលកម្មសិទ្ធិករឲ្យភេតិកៈខ្ចីដីឬសត្វពាហនៈដើម្បីទាញយកផលហើយយកផលនោះមកបែងចែកគ្នាការខ្ចីប្រើ Loan for use. ការខ្ចីប្រើសំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាងឲ្យភាគីម្ខាងទៀតប្រើប្រាស់និងអាស្រ័យផលនៅវត្ថុណាមួយដោយមិនឲ្យបង់ថ្លៃអាណត្តិ Mandat. អាណត្តិសំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាងហៅថាអាណត្តិទាយុប្រគល់សិទ្ធិអំណាចឲ្យភាគីម្ខាងទៀតហៅថាអាណត្តិគហកៈធ្វើការចាត់ចែងកិច្ចការដើម្បីអាណត្តិទាយុកិច្ចសន្យាម៉ៅការ Contract for work. កិច្ចសន្យាម៉ៅការសំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាងមានករណីយកិច្ចសម្រេចការងារដែលបានព្រមព្រៀងហើយភាគីម្ខាងទៀតមានករណីយកិច្ចផ្ដល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះកិច្ចសន្យាការងារ Employment contract. កិច្ចសន្យាការងារត្រូវបានបង្កើតដោយការសន្យារបស់ភាគីម្ខាងថាធ្វើពលកម្មឲ្យភាគីម្ខាងទៀតហើយភាគីម្ខាងទៀតសន្យាថាផ្ដល់ប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មនោះភាគីដែលបានសន្យាថាធ្វើពលកម្មហៅថាកម្មករនិយោជិតហើយភាគីម្ខាងទៀតនោះហៅថានិយោជកកិច្ចសន្យាបញ្ញា Deposit contract. បញ្ញាសំដៅលើកិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញាសន្យាទទួលយកវត្ថុបញ្ញាពីភាគីម្ខាងទៀតជាអ្នកផ្ញើមករក្សាទុកក្នុងអំឡុងពេលដែលបានកំណត់ហើយនៅក្រោយពេលដែលអំឡុងពេលរក្សាទុកនោះបានបញ្ចប់ត្រូវសងវត្ថុដដែលនោះទៅឲ្យអ្នកផ្ញើវិញកិច្ចសន្យាក្រុមហ៊ុន Partnership contract. កិច្ចសន្យាក្រុមហ៊ុនសំដៅទៅលើកិច្ចសន្យាបង្កើតជាក្រុមដែលគ្មានការរៀបចំលក្ខណៈនីតិបុគ្គលដើម្បីប្រកបកិច្ចការដោយសហការគ្នាដោយភាគីនីមួយៗធ្វើការវិនិយោគទ្រព្យធនរៀងៗខ្លួនកិច្ចសន្យាធនលាភសាមញ្ញមួយជីវិត Life annuity contract. កិច្ចសន្យាធនលាភសាមញ្ញមួយជីវិតសំដៅទៅលើកិច្ចសន្យាមួយដែលភាគីម្ខាងជាកូនបំណុលនៃធនលាភសន្យាថាមានករណីយកិច្ចត្រូវផ្ដល់តាវកាលិកជាប្រាក់តាមពេលកំណត់ទៀងទាត់ទៅឲ្យភាគីម្ខាងទៀតដែលជាម្ចាស់បំណុលឬតតិយជននៃធនលាភរហូតដល់ពេលដែលខ្លួនផ្ទាល់ភាគីម្ខាងទៀតឬតតិយជនបានទទួលមរណភាពហើយភាគីម្ខាងទៀតសន្យាថាមានករណីយកិច្ចទទួលបន្ទុកផ្ដល់តាវកាលិកនៅប្រាក់ដើមដែលជាតម្លៃថ្នូរនោះ
ការសះជា settlement, ការសះជាសំដៅទៅលើកិច្ចសន្យាមួយដែលភាគីបានព្រមព្រៀងបញ្ចប់វិវាទដែលមានរវាងគ្នានឹងគ្នាដោយធ្វើសម្បទានទៅវិញទៅមក